ជំរាបសួរដល់គ្នាជំរាបសួរលោកគ្រូខ្ញុំមកឈ្មោះអមរាវិទ្យហើយថ្ងៃនេះគឺខ្ញុំមកនិយាយអំពីការ install ជាមួយនឹង Ubuntu ក្នុងតឡាងវាចឹងដំបូងឡើយគឺយើងត្រូវចូលជាមួយនឹង website នេះដែលមានឈ្មោះថា VirtualBox ហើយយើងមានជាមួយនឹង Windows Host ហើយជាមួយនឹង Mac ចឹងបើសិនជាយើងប្រើ Windows យើង download នេះទៅប៉ុន្តែខ្ញុំបានមានហើយចឹងយើងចុច save គឺវា download auto ហើយបន្ទាប់មកគឺកម្មវិធីទី2គឺយើងមានជាមួយនឹង Ubuntu យើងវាយពាក្យថា Ubuntu ទៅគឺវាចូលជាមួយនឹង website នេះហើយបានយើងទៅ install ជាមួយនឹងfile ISO ដែលជា file ដែលយើងហៅតឡើងវាបាទនេះគឺយើងចុចជាមួយ download មកហើយគឺយើងយកពាក្យថា download ចាំតិចទៅប៉ុន្តែសារយើងមានអញ្ចឹងយើងបាច់ download សារយើងនេះហើយបន្ទាប់មកគឺយើងទៅ install ជាមួយនឹងVirtualBox ហើយខ្ញុំបានទុកវានៅកន្លែងនេះ VirtualBox នេះយើងចុច next មក accept next ដូចគ្នាចុច next មកហើយចុច install មកហើយចាំខ្ញុំបន្តិចណាអូខេយើង finish វាមកបន្ទាប់មកយើងចូលមកដល់កន្លែង VirtualBox ប៉ុន្តែជាដំបូងឡើយគឺយើងត្រូវបន្ទាប់មកយើងចុច news ហើយកន្លែងនេះគឺយើងដាក់ឈ្មោះយើងឧទាហរណ៍យើងឈ្មោះវិទ្យចឹងកន្លែងនេះគឺយើងត្រូវដាក់ជាមួយនឹង folder វាដែលយើងត្រូវទុកវាចឹងខ្ញុំបានមាន folder មួយដែលទុកនៅ drive D ដែលមានឈ្មោះថា Linux ហើយកន្លែងនេះយើងដូរដាក់ចាំនេះកន្លែងនេះបាទច្រឡំចឹងកន្លែងនេះ OS នេះយើងដាក់ជាមួយនឹង Linux បន្ទាប់មកកន្លែងនេះគឺយើងយកជាមួយនឹងពាក្យថា Ubuntu ហើយយើងចុច next មកចំពោះកន្លែងនេះគឺ memory គឺយើងយកជាមួយនឹង4091វាស្មើនឹង 4G ណាអ្វីខុសចំពោះកន្លែង disk size គឺខ្ញុំបានដាក់វាធំតែ 20G ទេហើយចុច next មកជួយឲ្យ finish មកហើយបានជាមួយនឹងserver យើងហើយចង់យើងចុចពី start ចាំមែនទេព្រោះកន្លែងហ្នឹងវារៀងយូរបន្តិចអូខេវាបានលុបមកប៉ុន្តែពេលវា download ផ្សេងហើយគឺវាលុបមកកន្លែងនេះគឺអញ្ចឹងកន្លែងនេះគឺយើងត្រូវយកជាមួយនឹងចុចចឹងយើងយកជាមួយនឹងfile ISO ដែលយើង download ពី Google ហ្នឹងដែលមានឈ្មោះថា Ubuntu ហ្នឹងហើយ Ubuntu ហ្នឹងគឺខ្ញុំបានទុកវានៅ drive D ដែរនេះបាទហើយបន្តមកគឺយើងនិយាយពាក្យថា mod ជាមួយនឹង retry boot ហើយបានយើងយកពាក្យថា try បាទធំសិន
យើងពេលថា try to install ជំនួស server យើងចុច enter មកហើយចាំឲ្យបន្តិចសិនតែវានៅ run ជាមួយនឹង file ជាបន្ទុករបស់យើងហើយដល់ពេលម្ដងនេះគឺតែពេលវា install ហើយគឺវាបាន load ជាមួយនឹងឲ្យយើងរើសជាមួយនឹងភាសាអញ្ចឹងគឺយើងរើសជាមួយនឹងភាសា English មកយើងចុច enter មកកន្លែងនេះគឺយើងត្រូវយកពាក្យថា continue ជាមួយនឹង without updating អញ្ចឹងមានន័យថាវាត្រូវអត់ត្រូវ update ជាមួយនឹង new version របស់វាបន្ទោះយើងចុច enter មកចំពោះកន្លែងនេះគឺដូចគ្នាយើងយើងយកជាមួយនឹងអង់គ្លេសដូចគ្នាដែរកន្លែងនេះអង់គ្លេស US ទាំងពីរតែម្ដងកន្លែងទាំង variety ទាំង layout យើងចុចពាក្យ done មកចំពោះលើនេះគឺយើងត្រូវយកជាមួយនឹងUbuntu server ដែលវា default មកអញ្ចឹងយើងចុចទឹកពាក្យ done តែមកបន្ទាប់មកកន្លែងនេះចំពោះកន្លែងនេះគឺយើងត្រូវយកពាក្យថាតាមតិចទៀតសារតែវា config ជាមួយនឹងនេះហើយជាមួយនឹងDHCP របស់យើង enter មកចំពោះកន្លែងនេះជាមួយ proxy configuration នេះគឺយើងអត់ចាំបាច់ត្រូវ wire internet ចូលទេយើងគ្រាន់តែចុចពាក្យថាតាមដូចគ្នាចុចពាក្យ enter មកចំពោះកន្លែងនេះគឺយើងត្រូវ run ជាមួយនឹងUbuntu Archive Mirror ហ្នឹងតែយើងតេស្តវាសិនសាកមើលតេស្តមើលចេញអត់ចាំយកពាក្យ continue មកតែប៉ុន្តែកន្លែងនេះគឺវាមានពីរវាមានជាមួយនឹងguide storage ហ្នឹងគឺមានទីមួយ use ជាមួយនឹង entire storage disk ជាមួយនឹង set up disk ប៉ុន្តែយើងអត់ត្រូវការនេះទេចឹងយើងយកពាក្យ enter ហើយយើងនិយាយទៅយើងត្រូវតែ tick ជាមួយនឹងតែលើទេបន្ទាប់មកយើងយកពាក្យថា done ដូចគ្នាមកដល់កន្លែង storage configuration នេះគឺថាវា all set ហើយប៉ុន្តែវាចេះមើលតើវាមាន mod point ជាមួយនឹង available disk មិនគឺអត់មានទេចឹងយើងចេះហើយគឺយកពាក្យថា done ដែរហើយយើងយកពាក្យថា continue confirm វាមកដល់កន្លែងនេះគឺយើងត្រូវវាយ name ជាមួយនឹង username pick name ដែលយើងត្រូវតែ set កន្លែងហើយជាមួយនឹង password ចឹងឧទាហរណ៍ខ្ញុំឈ្មោះRabbit ចឹងខ្ញុំវាយពាក្យថា Rabbit ចេះមកកន្លែងហ្នឹងដាក់ឈ្មោះយើងងាយៗដល់គ្នាឧទាហរណ៍ខ្ញុំឈ្មោះ Rabbit ចឹងដាក់ Acom ដូចគ្នាអាចRabbit ដូចគ្នាឈ្មោះដដែលមកបន្ទាប់មក password យើងដាក់ pass password ណាដែលយើងងាយស្រួលចាំខ្ញុំដាក់ថាចេះមកហើយយកជិះពាក្យថា done ប៉ុន្តែកន្លែងនេះគឺយើងយកពាក្យថា continue មកចំពោះយើងអត់ត្រូវការ upgrade យមទៅវាទៅជា Pro ទេចំពោះដល់កន្លែងនេះវិញគឺយើងត្រូវ tick ជាមួយនឹងខាងលើដោយសារតែយើងអត់ត្រូវឲ្យ password ហ្នឹងទៅឲ្យទៅជាខាងណាទេចឹងយើងយកខាងលើមកប៉ុន្តែ Chrome នេះគឺយើងត្រូវ tick គឺយើងត្រូវនេះវាដែរចឹងទី2ហ្នឹងត្រូវបិទ auto វិញតោះមកយើងយកពេជ្រ Thunderbolt មកចំពោះកន្លែងនេះពោលកន្លែងនេះគឺវា load ជាមួយ feature server ប៉ុន្តែយើងត្រូវ tick វាទាំងអស់ទេសិនតែយើងចាំ tick វាប្រើវានៅពេលក្រោយចឹងយើងយកពាក្យ Thunderbolt មកដល់កន្លែងនេះគឺវាធ្វើការ install ជាមួយ system របស់យើងហើយអញ្ចឹងយើងត្រូវការរង់ចាំវាប្រហែលជាមួយស្ទុះដែរសម្រាប់វា load ពាក្យថា reboot ចឹងចាំវាតិចគឺអ្នកនរគ្នារបស់គេវើយគេដល់គ្នាឥឡូវនេះយើងមិនដល់ដល់ហើយឥឡូវយើងចូលដល់ reboot ឥឡូវខមហ្នឹងគឺមានកន្លែងពាក្យថា reboot tab មក
ចាំមិនទៀតអូខេចឹងហើយហើយយើងវាយជាមួយនឹងអត់មិនតវាយទៅបាត់ដល់គ្នាតាមពិតវាលោតላይ password តែវាធ្វើឲ្យខ្ញុំវាយតែអើយខ្ញុំវាយឈ្មោះយើងមកហើយមកវាយជាមួយនឹង password អឺចាំអញវាយចឹងណា1 2 3 4វាយ password មកវាចេញហើយអញវាយខំអញមកញ៉ាំសាក់វាយសាក់វាយវាលុយមកចាខ្ញុំវាយជាមួយឈ្មោះយើងជាមួយនឹង password យើងអូខេអឺយើងវាយជាមួយ password យើងចូលហើយបន្តមកយើងវាយជាមួយនឹង comment hat etc cloud ចាំ init disable ហើយខ្ញុំវាយខុសការបើកកន្លែងនេះគឺមិនមែន cat ទេគឺsudo ហើយមានពាក្យថា touch មួយទៀត enter មកអូខេឥឡូវគឺយើងវាយជាមួយនឹង cat អឺ etc disable តែមកហើយ enter មកគឺអូខេហើយខ្ញុំវាយពាក្យថា sudo apt update មក enter មកហើយចាំមួយទៀតគឺវាពាក្យដែរក្នុង loading នេះកន្លែងនេះយើងវាយជាមួយនឹង sudo apt ក្នុង .1 ហើយ enter ទៀតមកក៏បានយើងវាយជាមួយនឹង apt sudo apt ក្នុង .1 ហើយ enter មកគឺវាដាំហើយចាំតិចអូខេអ្នកនរគ្នាឥឡូវនេះគឺបានចេញមកហើយអញ្ចឹងយើងយកពាក្យថាអូខេមកហើយប៉ុណ្ណឹងគឺហើយអញ្ចឹងអរគុណលោកគ្រូអរគុណអ្នកនរគ្នាដែលបានចូលមើលសូមអរគុណជំរាបសួរអ្នកនរគ្នាជំរាបសួរអ្នកគ្រូខ្ញុំបាទឈ្មោះអមរវិទ្យហើយថ្ងៃនេះគឺខ្ញុំនិយាយអំពីការ install ជាមួយនឹង ASA នៅក្នុង VirtualBox អញ្ចឹងដំបូងឡើយគឺយើងចូលជាមួយ VirtualBox បន្ទាប់មកគឺយើង
ទីមួយគឺឃើញយើងត្រូវ snapshot វិញដើម្បីកុំឲ្យវាមានបញ្ហា error ទៅកុំឲ្យយើងងាយស្រួលcome back ដើម្បីទៅកែវាអញ្ចឹងបងយើងបើកវាមកយើង snapshot វាមកអញ្ចឹងដំបូងយើងគ្រាន់តែ right click វាមកហើយទៅ take យើងពេលទៅ snapshot មួយមកគឺយើងអូខេមកអូខេបន្ទាប់មកគឺយើងត្រូវ run វាត្រូវ run វាយើងត្រូវចូល setting ដើម្បីយើងចូលកែជាមួយនឹង network ពី NAT នេះគឺយើងដាក់ជាមួយនឹង brick adapter ហើយនេះគឺយើងយកជាមួយនឹង wireless របស់យើងគឺនេះឈ្មោះរបស់ខ្ញុំហើយអូខេមកតោះមកគឺយើងចាប់ផ្ដើម start វាតែម្ដងចាំតិចដល់គ្នាពេលយូរតិចអូខេពេលចូលម្ដងគឺវា load បែបនេះហើយដំបូងគឺយើងត្រូវ check ជាមួយនឹងតើយើងត្រូវការ update វាទៀតអត់យើងត្រូវ check ថា sudo ចាំតិចដល់គឺយើងត្រូវវាយជាមួយ sudo apt update សុំវាយ password មួយអូខេឥឡូវយើងបាន update វាហើយឥឡូវយើងត្រូវ run ជាមួយនឹងអឺ sudo apt upgrade ដើម្បីឲ្យយើង list នៅអ្វីដែលយើងបានទៅហ្នឹងវាយ password មួយមកអូខេចាំតិចតិច yes មកចាំតិចដល់គ្នាអូខេចាំតិចគឺដល់គ្នាពីប៉ុន្តែ upgrade ជាមួយនឹងការនេះរបស់យើងគេដំបូងគឺយើងវាយជាមួយនឹង whomi មកហើយវា load ជាមួយនឹង user យើងបន្តមកគឺយើងវាយជាមួយនឹង pds pwd ដើម្បីចូលដល់ home បន្តមកគឺយើងវាយជាមួយនឹង command sudo apt install open ssh ត server ដើម្បីយើងបង្កើតជាមួយនឹង server ssh យើងវាយ password អូខេគឺយើងកើតបានហើយបន្ទាប់មកយើងវាយជាមួយនឹង sudo system ដើម្បីយើង check ជាមួយនឹងថាតើវា running ជាមួយនឹងsudo sudo SSH យើងអត់ sudo system ctl ជាមួយនឹងអឺ status ssh អូខេគឺវាកំពុង running ហើយចឹងដល់មកគឺយើងត្រូវបើកជាមួយនឹង comment ដើម្បី check តាមថាតើយើងអាច run comment បានអត់ចាំតិចដល់គ្នាអូខេមុនយើងចូលដល់ comment យើងចូលត្រូវ check ជាមួយនឹង IP ដូចគ្នាថាតើយើងប្រើ IP ប្រមាណក្នុង server របស់យើងមកយើងមកជាមួយ IP A មកហើយ reload ខ្ញុំ check reload ជាមួយនឹង IP របស់ខ្ញុំចាំអញ្ចឹង IP របស់ខ្ញុំគឺ
Rồi chẳng khơi nha. Cứ pingតែ ping ជាមួយនឹង2 108 143យើង ping មកអូខេវាស្គាល់ហើយទៅពេលវាស្គាល់ហើយយើង connect ជាមួយនឹង SH ជាមួយនឹងយើងឲ្យពាក្យថា comment on SH ឈ្មោះរបស់យើង add បន្ទាប់មកIP របស់យើងមិញហ្នឹងគឺ192 168 143ហើយច្បាប់ចាំអូខេម្ដងយើងជិះទៅ yes មកអូខេឥឡូវយើងវាយជាមួយ password ចាំតិចណាអូខេឥឡូវយើងចូលបានហើយបន្ទាប់មកយើង check ជាមួយនឹងថាតើយើងនៅ user មួយណាយើងពាក្យថា who am I អូខេយើងនៅហើយបន្ទាប់មកយើងត្រូវវាយ pwd ត្រូវទៅកាន់ home បន្ទាប់មកយើងត្រូវអឺចាំយើងប៉ុណ្ណឹងបានហើយអ្នកនរគ្នាយើងគឺចប់ហើយខ្ញុំសូមអរគុណគ្រប់សូមជម្រាបលាថ្ងៃនេះខ្ញុំនិយាយអំពីការcomment ជាមួយនឹង foundation របស់ Linux ចឹងដំបូងឡើយគឺយើងចូលជាមួយនឹង Core Visual Code ហើយយើងសាកវាមកចំពោះកន្លែងនេះគឺវាដំណើរការរៀងយឺតបន្តិចចាំតិចអ្នកនរគ្នាយើងវាយ password ជាមួយនឹងឈ្មោះយើងមកអូខេគឺយើងចំណងនេះចឹងដំបូងឡើយគឺយើងត្រូវអឺវាយជាមួយនឹង sudo apt update ជប់ត្រូវធ្វើការ upgrade ទៅតទៀតសិនតោះមកយើងវាយ password ជាមួយនឹងរបស់យើងមកអូខេមកហើយចាំពេលបន្តិចវានឹងលុតមកអូខេឥឡូវយើងបាន update ហើយឥឡូវយើងធ្វើការជាមួយនឹង upgrade វាម្ដងទៀតបាទគឺខ្ញុំវាយ sudo upgrade apt ច្រឡំ apt ហើយបាន upgrade ច្រឡំ apt upgrade អូខេមក enter មកហើយវា upgrade ទេបាទហើយចុចពាក្យថា yes មកអូខេបាទ enter មកអូខេអញ្ចឹងដងនេះគឺយើងត្រូវវាយជាមួយនឹងពាក្យថាយើងស្វែងរកជាមួយ IP ផ្សេងយើងមកពាក្យថា IP.a មកគឺវាមកអញ្ចឹងយើងត្រូវវាយជាមួយ IP យើងទៅឆ្លាញ់ជាមួយនឹង PowerShell យើងមកពាក្យថា PowerShell មកអូខេសូមបើកនេះមួយសិនអីយ៉ាទូចពេកអញ្ចឹងIP របស់យើងគឺវាមាន ping ថាចាំតិចខ្ញុំវាយថា ping ឆែ ping IP ខ្ញុំមិនគេមិន192 108 143 192 108 100 143
អូខេមកចឹងគឺវាចូលហើយបន្ទាប់មកគឺយើងវាយជាមួយនឹងពាក្យថា SSH ឈ្មោះរបស់ខ្ញុំគឺ Ravit ហើយអត់dot ភេងខ្ញុំ192 168 100ហើយ143ហើយគឺអូខេមកខ្ញុំចូលជាមួយ SSH របស់យើងហើយខ្ញុំវាយជាមួយនឹង password របស់យើងគឺវាចូលហើយបាទអញ្ចឹងបន្ទាប់គឺយើងវាយជាមួយនឹង comment តាមតាលោកគ្រូគាត់បានឲ្យខ្ញុំអញ្ចឹងដំបូងគឺវាមានដូចជាក្រុម chat who am I ខ្ញុំវាយជាមួយនឹងបញ្ជាក់ថា user វិញ user ណាបន្ទាប់មកគឺយើងវាយជាមួយនឹង pwd ដែលចូលទៅកាន់ home បន្ទាប់មកគឺយើងត្រូវវាយជាមួយនឹងពាក្យថា touch sv11.12 យើងដើម្បីយើងបង្កើត file text មួយអូខេអញ្ចឹងយើងត្រូវវាយជាមួយនឹង echo អឺ quote 2មក hello hello វាចឹងមកតោះមកគឺយើង enter មកគឺវាមានហើយបន្ទាប់មកគឺយើងត្រូវវាយជាមួយនឹង ls .l អញ្ចឹងវាមាន0ទេបន្ទាប់មកគឺខ្ញុំវាយជាមួយនឹងដើម្បី list long text ដើម្បី ls មួយទៀតគឺ .h គឺខ្ញុំប្រើដើម្បីតែ long text ដើម្បីតែវា human reader យើង enter មកអញ្ចឹងវាអត់មានទេបន្ទាប់មកយើងបង្កើត file បង្កើត folder ជាមួយនឹង sv11.12 ខ្ញុំវាយពាក្យថា md mkdir sv11.12 folder ហើយយើងអូខេមកអញ្ចឹងឥឡូវគឺបានហើយបន្ទាប់មកយើង check វាថាវាមាន folder យើងវាពាក្យថា ls អញ្ចឹងឥឡូវគឺយើងមានបានជាមួយនឹង folder sv11.12 folder ហើយមានឈ្មោះថា sv11.12 អញ្ចឹងវីដេអូតែប៉ុណ្្នឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូអរគុណអ្នកគ្នាសួរលោកគ្រូអ្នកគ្នាខ្ញុំចូលរាវិទ្យហើយថ្ងៃនេះគឺយើងនិយាយអំពីការ review ជាមួយនឹង continue ជាមួយនឹង comment បាទអញ្ចឹងដំបូងនេះគឺយើងចូលជាមួយនឹង version បោកហើយយើងបើកជាមួយនឹង start វាមកបន្ទាប់មកគឺយើងត្រូវវាយជាមួយនឹង IPA តពីមុនដើម្បីឲ្យវាចេញ address របស់យើងអញ្ចឹងគឺវាចេញមកបន្ទាប់មកគឺយើងត្រូវចូលជាមួយនឹងcomment របស់យើងcomment PowerShell របស់យើងត្រូវការ remote វាចូលជាមួយនឹង SSH អញ្ចឹងយើងត្រូវវាពាក្យថា SSH ចាំតិចយើងត្រូវឲ្យឈ្មោះ SSH ដល់គ្នាតែឈ្មោះយើងឲ្យចង់ឲ្យឈ្មោះខុសឈ្មោះយើងឲ្យដល់គ្នាហើយជាមួយនឹងលេខ ID របស់យើងគឺ i 192 192 108 100 144 108 100 143អូខេប៉ុណ្ណឹងមកគឺយើងអូខេបានហើយចឹងយើងធ្វើមកហើយយើងវាយជាមួយនឹង password របស់យើងអូខេហើយចុចដល់លេបតមកគឺយើងត្រូវវាយ comment ទៅតាមដែលយើងវាយលើមុនគឺមានដូចជា who am I ដែលយើងត្រូវមើលថាយើងជា user មួយណាអូខេ user របស់ខ្ញុំតោះយើងវាយជាមួយនឹង pwd ដែលយើងត្រូវមើលអឺជាមួយនឹង category របស់យើងអូខេនៅ home ហើយបន្ទាប់មកគឺយើងត្រូវវាយជាមួយនឹង ls ថាតើយើងមានយើង list ជាមួយនឹង directory អីខ្លះអូខេយើងមានតែមួយទេបន្ទាប់មកគឺយើងត្រូវវាយជាមួយ ls.h ដែលយើងត្រូវមើលជាមួយនឹងឲ្យវា folder ឲ្យច្បាស់ជាងមុនអូខេដូចគ្នាបន្ទាប់មកគឺយើងត្រូវវាយជាមួយនឹង touch sv11 ចុះចុច12ហើយជាមួយនឹងfile បាទដើម្បីយើង create ជាមួយនឹង file ថ្មីចង់ enter មកអូខេ
តោះមកយើង ls វាធ្វើឆែកវាមកអូខេយើងមាន file ថ្មីហើយ s 1.12 file ហ្នឹងហើយបន្តមកគឺយើងត្រូវយើងមាន command ថ្មីដែលយើងត្រូវ check អឺបង្កើតជាមួយនឹង file ជាមួយនឹង sv1.12 file ហ្នឹងគឺ nano sv11.12 file គេចូលហ្នឹងមកអូខេដល់មកយើងវាយឧទាហរណ៍វាយដូចជា welcome to ctech institute ចឹងមកដល់មកយើងចុច control x យើងផ្សាយ yes ហើយយើង enter អូខេបន្តមកយើងត្រូវ check ជាមួយនឹងsource របស់វាcopy យើងត្រូវ copy file វាចឹងយើងវាយជាមួយនឹងចំដល់ណាឯងអូច្រឡំចាំមកគ្នាយើងត្រូវដំបូងខ្ញុំដល់ copy ខ្ញុំត្រូវ show សិនខ្ញុំត្រូវ show content file content សិនចឹងយើងវាយជាមួយនឹង cat sv11.12 file ថាវាមកនៅអូខេនេះមកគឺ welcome to city institute តបមកគឺយើង dear វាតែយើងវាយជាមួយនឹង mkdir sv11.12 folder ចឹងអាហ្នឹងបានន័យថាយើងបង្កើតជាមួយនឹង directory ថ្មីយើងមិនមែនមើលទៅគឺយើងបង្កើតថ្មីគឺយើងវាយជាមួយនឹង folder file ថ្មីជាមួយនឹងឈ្មោះថ្មីចឹងយើងចុចបន្ត enter មកអូខេយើងពាក្យ ls ដើម្បី show វាមើលថាវាមានអូខេវាមានអីវាគឺជា folder ហើយបន្តមកគឺយើងត្រូវ echo វាដើម្បីយើងមើលថាបញ្ជាក់ថាហ្នឹងវាជានេះវាជា Ubuntu this is Ubuntu server អស់យើង enter មកអូខេនេះត្រូវហើយបន្តមកយើងត្រូវយើងចូល command មួយទៀត command ថ្មីដូចគ្នាដែលយើងcopy file ដែលដំបូងយើងវាយជាមួយនឹង command cp sv11.12 សាតិចអូខេអញ្ចឹងយើងដល់នេះហើយចឹងត្រូវ copy ជាមួយនឹង file ហ្នឹងមកបន្តមកយើងវាយជាមួយនឹង cp sv1.12 ខ្ញុំវាយខុស file យើង copy file ឡើងមកហើយខ្ញុំវាយយើង copy ជាមួយនឹងដាក់ file នៅ folder sv1.12 folder អូខេហើយបន្តមកយើងវាយពាក្យថា cd sv11.12 folder ហ្នឹងមកដើម្បីយើងមើលវាអូខេគឺយើងចាំតិចអ្នកនេះអូខ្ញុំវាយខុសអ្នកនេះតែប៉ិតយើងរបស់ខ្ញុំវាដល់គ្នាអញ្ចឹងទៅយើងត្រូវ sv11.12 file ហើយនេះ sv11.12 ហើយ folder គឺខ្ញុំវាយខុសអត់ទេតែប៉ិតទៅនេះវាថា cp sv11.12 file ហើយជាមួយនឹងនៅ sv11.12 folder ចាំបានត្រូវបន្តមកយើងត្រូវជាមួយនឹង cd sv11.12 tab sv11.12 ហើយ folder ដូចគ្នាអូខេនេះបានត្រូវតមកតែមិនមែនខ្ញុំវាយ commander វាភ្លេចមើលនេះចង់ទៅបានវាវាយខុសបន្ទាប់មកយើងត្រូវ ls វាអូខេនេះមានបន្ទាប់មកយើងត្រូវcommand មួយទៀតដែលជា command គេហៅ command គេប៉ុណ្ណាចាំតិចនេះអូខេយើងចូល command មួយទៀតដែលយើងត្រូវ change ឈ្មោះជាមួយឈ្មោះ file ចង់យើងវាយពាក្យថា mv sv11.12 file មកហើយយើងត្រូវ change ទៅដាក់ឧទាហរណ៍ថាtesting name អញ្ចឹង
អូខេមកវា change ខ្ញុំតើយើង check ថាវា change ឬអត់យើងវាយពី ls ទៅ l អូខេអញ្ចឹងកន្លែងនេះគឺយើង change ពី s1.1 file ទៅជា testing name ហើយតើមកវាមាន command មួយទៀតដែល command ហ្នឹងវាជា command remove ឬក៏ delete directory ហ្នឹងដូចគ្នាអញ្ចឹងយើងវាយជាមួយនឹង om .v ហើយជាមួយនឹងtest ខ្ញុំវាយខុសទេអូខេតាមពិតcommand ហ្នឹងវាត្រូវ remove ត្រូវប៉ុន្តែយើងត្រូវវាយឈ្មោះយើងឈ្មោះដូរមិញហ្នឹងគឺ testing name អូខេគឺអញ្ចឹងគឺ remove ហើយបន្តមកយើង ls វាមកថាមើលមកថាវា remove ឬអត់ ls .l ឆែក .l អូខេគឺយើងអត់មានទេយើងសូនតមកយើង cd ថយទៅកាន់ជាមួយនឹង folder របស់យើងវិញគឺយើងវាយ cd មកហើយយើងវាយពាក្យ command បន្តិចដែលជា command ថ្មីដែរគឺជាយើង remove ជាមួយនឹងdirectory ឲ្យវាអស់ហ្មងអញ្ចឹងយើងវាយពាក្យថា rm dir rmd ហ្នឹងហើយវាយឈ្មោះជាមួយនឹង folder របស់យើងដែល sv11.12 folder ហ្នឹងមកហើយយើង ls.h មើលវាថាវាបាត់ទៅនៅអូខេគឺវាបាត់ហើយបាទគឺវាលែងមានតែបន្តមកយើងមាន folder មួយទៀតដែលយើងត្រូវបង្កើតជាមួយនឹង directory ថ្មីអញ្ចឹងវាមានcomment ថា mkdir mkdir ហ្នឹងយើងវាយជាមួយនឹងឈ្មោះមិញខ្ញុំលុបហើយអញ្ចឹងឥឡូវខ្ញុំបង្កើត folder ឈ្មោះថ្មីអញ្ចឹងវាឈ្មោះជាមួយនឹង sv11.12 folder នេះឲ្យវាកុំបញ្ចុចទៅវាស្រួលមើលជាងមុនហើយយើងវាយពាក្យថា OK មកហើយយ៉ាfile ហ្នឹង exist បាត់ហើយអញ្ចឹងយើងត្រូវបង្កើតឈ្មោះថ្មីមកវាចុះអញ្ចឹងយើងវាយពាក្យថា sv11 sv11.12 ហើយយើងថែមយើងវាយ sv អឺ fd ចាស់អញ្ចឹងចាស់អូខេបន្ទាប់មកយើង ls វាមើលមកវាយខ្វះអូខេអញ្ចឹងយើងមានមិនហើយ sv11.12 fd ហ្នឹងយើងបង្កើតមិនបន្តមកយើង cd វាមកទៀត cd វាថាមើលថាតា folder ហ្នឹងគឺវានៅនឹងយើងវាយ sv11.2 fd ហ្នឹងមកយើងចូលទៅកាន់ folder ហ្នឹងអូខេចូលកាន់ folder ហ្នឹងហើយបន្តមកយើងត្រូវវាយ command មួយទៀតដែលជា command touch ដូចគ្នាអាហ្នឹងគឺ folder command ដែលយើងបង្កើត file អញ្ចឹងយើងវាយជាមួយនឹង touch អឺបង្កើត folder ថ្មីបន្តមកបង្កើត file ថ្មីច្រឡំហើយយើងវាយមិន touch យើងដាក់ថាឈ្មោះថា file test ចុះអូខេមកយើង ls វាមើលនេះ file test វាឈ្មោះដល់មកយើង cd ទៅកាន់ខាងក្រោយវិញអូខេហើយយើងមាន command មួយដែលយើងចង់ remove ជាមួយនឹង folder យ៉ាងហ្មងទាំងអស់យ៉ាងហ្មងអញ្ចឹងទៅយើងត្រូវវាយ command និយាយហ្នឹងវា delete directory ហើយវាជាមួយនឹង content ទៀតអញ្ចឹងវាលុបទាំងអស់ហ្មងអញ្ចឹងយើងត្រូវវាយជាមួយនឹងrm.v sv11.12 fd ហ្នឹងហើយវាយខុសទៀតណាយើងវាយជាមួយនឹង rm.rv sv11 បាច់ខុស11.12 folder ចាំខ្ញុំវាយខុសទៀតណាអូខេខ្ញុំវាយខុសអញ្ចឹងត្រូវខ្ញុំវាយ comment ហ្នឹងដែរតែខ្ញុំសុំវាយឈ្មោះឲ្យត្រូវតិច sv11.12 folder អញ្ចឹងចុះអូខេយើងនឹងមើលហើយអញ្ចឹងយើងសាក ls វាមើលសាមីអញ្ចឹងគឺបាត់ទៅ folder ហ្នឹងហើយយើងត្រូវ check សាមីថាយើងឥឡូវយើងនៅជាមួយនឹង user ណាយើងវាយពាក្យថា who am I មកអូខេយើងនៅឈ្មោះយើងដែរ
pwd ដើម្បី check ជាមួយនឹង directory អូខេជាមួយនៅ home ដែរទេហើយយើងមាន command ទៀតដែលជា command ស្អីគេ command df ហ្នឹងបែរថាវាវា this check this អញ្ចឹងយើងមើលពាក្យ df.h មកយើង check មើលថាតើវាមានយើងប្រើប្រមាណអញ្ចឹងយើងប្រើជាមួយនឹងនេះគឺអញ្ចឹងគឺវាប្រើជាមួយនឹង size វាយើង use វាហើយយើងសល់ប្រមាណអូខេតោះមកយើងត្រូវមើល check command នេះដែលយើងមើលថាតើយើងសល់ប្រមាណសល់ជាមួយ this ប្រមាណអញ្ចឹងយើង total យើងប្រើ 3G យើងប្រើតែ2 MB តែយើង free ជាមួយនឹង 2G ជាមួយ 3G បាទហើយយើងមាន command មួយទៀតដែលយើង check ជាមួយនឹង system name អញ្ចឹងយើងវាពាក្យថា host name ហើយយើង enter មកអូខេហ្នឹងយើង host name ដល់យើងវាយ command មួយទៀតដែលយើងcommand ហ្នឹងគឺវាមានថា top ដែលវាគឺជាដំណើរការ play process តែយើង enter មកអូខេអញ្ចឹងដំណើរការ process មុនហ្នឹងយើងដំណើរការប៉ុណ្ណឹងទេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងទេខ្ញុំជម្រាបលាលោកគ្រូអរគុណអ្នកដែលបានចូលមើលជម្រាបលាជាសួរគ្រូស្រីអ្នកគ្នាខ្ញុំមកឈ្មោះអមរាវិទ្យហើយថ្ងៃនេះគឺយើងនិយាយអំពី topic ដែលមានឈ្មោះថា hardware monitor ដែលយើងនិយាយអំពីមើលជាមួយនឹង hardware របស់បើអញ្ចឹងដំបូងយើងចូលជាមួយនឹងវាជា box មកយើង start វាមកហើយយើងចូលជាមួយនឹងនេះដូចគ្នាតមកតាមពិតយើងត្រូវវាយហ្នឹងយើងវាយជាមួយនឹង IP address ខ្ញុំវាយពី IPA មកតមកវា load ជាមួយនឹងអឺ iNet របស់ខ្ញុំបន្ទាប់មកខ្ញុំវាយជាមួយនឹង iNet ខ្ញុំក្នុង PowerShell ខ្ញុំយក PowerShell មកបន្ទាប់មកយើងត្រូវវាយremote ទៅកាន់ SSH ដូចគ្នាដែលយើងមានឈ្មោះថា SSH ហើយឈ្មោះខ្ញុំហើយ add ជាមួយនឹងIP ខ្ញុំដែលមាន192 128 100ហើយជាមួយនឹង143ខ្ញុំសុំ check សម័យសិនថាវាត្រូវឬអត់អូខេត្រូវហើយតោះមកយើង enter មកហើយយើងត្រូវអញខ្ញុំឲ្យ comment ចាំតិចអត់នេះ sorry ឲ្យខ្ញុំឲ្យខុសនេះនេះលេខ1នេះចាំមិនខុសអូខេអញ្ចឹងខ្ញុំវាយជាមួយនឹង password របស់យើងមកអូខេចូលដល់កន្លែង SSH របស់យើងបន្ទាប់មកយើងត្រូវការស្អីយើងត្រូវការវាយជាមួយនឹង comment ដូចជាយើងវាយមកដូចនេះដែលយើងមានដូចជា who am I ដែលយើង check ជាមួយនឹង current directory អូខេហើយជួយយើងតោះយើងវាយជាមួយ pwy ដែលយើងឆនៅជាមួយនឹង home ដែលដូចគ្នាអញ្ចឹងយើង enter មកអូខេយើងនៅ home ហើយយើង check ជាមួយនឹង host name ដែល user មែនដែលជាអ្នក host ហ្នឹងអញ្ចឹងយើង enter តិចមកអូខេខ្ញុំតាមមកយើងមាន command ថ្មីដែល command ហ្នឹងយើងឆែកជាមួយនឹង CPU ថាវាតើដំណើរការអញ្ចឹងខ្ញុំវាយជាមួយនឹង ls CPU បន្ទាប់មកយើង enter មកអូខេអញ្ចឹងCPU ហ្នឹងគឺវាមានច្រើនដែលយើងត្រូវយើងមើលវាអញ្ចឹងដំបូងឡើយគឺវាមានជាមួយនឹង CPU mode អីហ្នឹង address ហើយ vendor date វាតំណែងដែលយើង CPU មានទាំងអស់បន្ទាប់មកយើងវាយ command មួយទៀតដែល command ហ្នឹងគេហៅថា top យើងឆែកជាមួយនឹងទិន្នន័យដែលវាដំណើរការជាមួយនឹង current processing ដែលយើងដំណើរការលើចំណុច enter មកអូខេអញ្ចឹងគឺវាលុបមកហើយដែលទិន្នន័យដែលយើងវាក្នុងដំណើរការហ្នឹងគឺវាមានច្រើនហើយបើយើងឧទាហរណ៍ថាយើងចង់មើលទៅវាថាអូអត់ទេវាដូចពណ៌សលាតពេកអត់សម្បាក់មើលអញ្ចឹងយើងត្រូវប្រើ command ទៅដែលយើងជើហៅថា ETOP ប៉ុន្តែ ETOP ហ្នឹងជាត្រូវប្រកបសិនអញ្ចឹងដំបូងត្រូវជាមួយនឹងចុច Control C ដើម្បីឲ្យយើងអាចវាយកន្លែងហ្នឹងវិញហើយយើងបង្កើតវាមកដែលមានឈ្មោះថា sudo apt install ហើយជាមួយនឹង ETOP ហើយយើងដក Y មិនសិតដោយសារតែមុនក្រោយយើងក៏នឹងនិយាយសណ្ដែកទេអញ្ចឹងយើង enter មកហើយខ្ញុំមកជាមួយនឹង password ដូចគ្នាអញ្ចឹងចាំទៀតគឺវា download អូខេគឺវា download ហើយបន្ទាប់ពី download ហើយគឺយើងត្រូវ check វាថាវាតើវា ETOP ហ្នឹងវាមានហើយនៅអញ្ចឹងយើងវាយពីតែ ETOP មកអូខេគឺអញ្ចឹងគឺវាមកឲ្យដែលវាមានពណ៌បៃតងលាយជាមួយ Q មើលទៅស្អាតមែនតើ
ហើយវាក្រំមើលជាងមុនសារតែវាមុនវារៀងមានសុបពណ៌សពេកចឹងនេះគឺវាគ្រាន់មើលជាងមុនឆ្ងាយណាស់ហើយខ្ញុំមាន comment មួយទៀតដែលយើង comment អឺយើងវាយពាក្យថា control C មកដើម្បីយើងអាចវាយណាយើងវាយជាមួយនឹង ls blk អាហ្នឹងគឺយើងត្រូវឆែកជាមួយនឹងloop ឈ្មោះ size ជាមួយនឹងអឺតន្ន័យ hardware ដែលយើងមានដែលវាមានទូទៅទៅបន្ទាប់មកយើងឧទាហរណ៍មួយទៀតយើងចង់ delete ឬក៏មិន delete យើង kill វាយើងនិយាយថាយើងឲ្យវាចំណាត់ដំណើរការនៅ top ណាមួយចង់យើងជាមួយយើងទៅមើលវាមកឧទាហរណ៍ថាខ្ញុំអត់ឡើងចង់ឲ្យវាដំណើរការជាមួយនឹង top root 21ចុះអញ្ចឹងយើងបើវាថា kill បក21មកអញ្ចឹងអាហ្នឹងគឺវា kill ហើយគឺវានៅដំណើរការអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំអរគុណលោកគ្រូអរគុណដែលបានចូលមើលជម្រាបលាលោកគ្រូសូមអ្នកគ្នាខ្ញុំមកច្បាស់បានអាវិធហើយខាងនេះគឺខ្ញុំនិយាយអំពីការ compress file អញ្ចឹងជាដំបូងឡើយគឺយើងត្រូវចូលជាមួយនឹង VisualBox ហើយយើងចុចបិទថា start មកប៉ុន្តែខ្ញុំចុច start ហើយបន្ទាប់ពី start ហើយគឺវានឹង load មកផ្ទាំងមួយដែលវា load មកថាអឺដែលនេះហើយដំបូងគឺខ្ញុំវាយជាមួយនឹង IPA ដើម្បីស្វែងយល់ជាមួយនឹង IP address របស់យើងអញ្ចឹង IP របស់យើងគឺដូចទៅចុងដំបូងគឺយើងចូលជាមួយនឹង PowerShell ដើម្បីវាយដើម្បីយើង remote ចូលនឹងSSH អញ្ចឹងដំបូងឡើយគឺខ្ញុំវាយជាមួយនឹង SSH អឺ add add ឈ្មោះយើង add ហើយ Apple ID អឺ IP array របស់យើងគឺរបស់ខ្ញុំមិញគឺ192 168 100ហើយ143ហើយយើង enter មកវាទាមទារ password ហើយយើងវាយ password តាមនឹងមកអូខេគឺយើងចូលមកដល់ហើយបន្ទាប់មកគឺយើងត្រូវវាយ comment ដូចជាមាន who am I ដែលយើង check ជាមួយនឹង user របស់យើងហើយយើងជាអ្នកគេអូខេជួយខ្ញុំបន្ទាប់មកយើងត្រូវវាយជាមួយនឹង pwd comment នេះគឺដើម្បី check ថាយើងនៅhome screen ឬក៏នៅ server ណាអូខេយើងធ្វើ screen ហ្នឹងបន្ទាប់មកយើង check comment នេះដែលវាជា host name តែយើងត្រូវ check លើ name របស់អ្នក hosting អូខេខ្ញុំបន្តមកគឺយើងមានជាមួយនឹង comment ថ្មីដែល comment ហ្នឹងគឺយើងត្រូវinstall វាដើម្បីយើងបង្កើតជាមួយនឹងអឺ compress file ទឹកហ្នឹងអញ្ចឹងcomment ហ្នឹងគឺវាមានឈ្មោះថា sudo apt install ហើយជ្រៃហើយយើងត្រូវចុចបកបាយដើម្បីឲ្យវា yes ទៅតាមហ្នឹងយើងចុច enter មកហើយយើងវាយ password មកអូខេអញ្ចឹងវាកំពុង downloadចាំតិចដល់គ្នាវាបាទ slow បន្តិចអូខេចាំបាទក៏ហើយបន្តយើងគឺយើងត្រូវវាយ comment ដែលយើង comment ថ្មីដែរ comment ហ្នឹងគឺយើងត្រូវវាយវាដើម្បីបង្កើតជាមួយនឹង directory automatic មកជាមួយនឹង compressor អញ្ចឹងយើងមានឈ្មោះថា mkdir ដកហើយបន្តមកយើងវាយឈ្មោះជាមួយនឹង file យើងឧទាហរណ៍យើងវាយឈ្មោះ001 002ដល់010អញ្ចឹងណា3 4 5 7 8 4អូខេបន្តមកជា enter មកគឺវាបង្កើតបានហើយអូខេអញ្ចឹងដើម្បីយើង check វាបានយើងត្រូវវាយជាមួយ command 3ហើយយើង check ពីឧទាហរណ៍ថាចង់ check ពី001ចុះយើងវាយ001យើងវាយ001យើងវាយcomment យើងវាយslash អូខេអញ្ចឹងវាមកដល់ហើយអញ្ចឹងនេះវា slash ហ្នឹងវាថាវា load ពីលើមកក្រោមតាមដើម្បីដែលយើងចង់បានហ្នឹងតែមកគឺចង់ check
បន្ទាប់មកគឺយើងត្រូវចូលទៅកាន់ command មួយទៀត command ហ្នឹងគឺ command ច្រើនដែរ command ហ្នឹងគឺយើងធ្លាប់វាយពីមុនហើយអញ្ចឹងដែលវាឈ្មោះថាnano ហើយឈ្មោះរបស់យើងខ្ញុំវាយថា ctech ចុច t ហ្នឹងខ្ញុំឈ្មោះនេះសម្ដីចូលបញ្ចូលអស់ហើយគឺយើងចូលទៅកាន់កន្លែងដែលយើងត្រូវ typing អក្សរមួយទៀតអូខេយើងចូលមកដល់ហើយបន្ទាប់មកយើងវាយថាctech institute អីចឹងមកហើយខ្ញុំចុចមិនអញ្ចឹងអូខេបន្ទាប់មកយើងវាយពាក្យគ្រប់របស់ខ្ញុំ speed 1.2ដូចគ្នាតើមកខ្ញុំវាយមកទៀតថា I am clear Linux student អូខេបន្ទាប់មកខ្ញុំចុចទៀតអូខេហើយខ្ញុំវាយពាក្យថា I will try my best for learning អូខេបន្ទាប់មកយើងត្រូវចុចពាក្យថា Control X ដើម្បីយើង exit ហើយយកពាក្យថា yes សម័យយ៉ា cancel ខ្ញុំបើ Control X ហើយចាប់ខ្ញុំវាយខំតែបាត់យើងត្រូវដំបងដំបងឡើយគឺយើងត្រូវ yes ទីគេត្រូវហើយយើង enter មកអូខេបន្ទាប់មកយើងត្រូវ check មើលវាអញ្ចឹង command check មើលគឺ ctech cat ចុច ctech ជាមួយនឹង TXT យើងអូខេមកអូខេលុបមកហើយបន្ទាប់មកអញ្ចឹងដើម្បីតែយើង check ជាមួយនឹងcommand ផ្សេងទៀតជាមួយនឹង file ចឹងយើងត្រូវវាយ command ទៀតដែលវាឈ្មោះថាអញ្ចឹងដំបូងឡើយcommand នេះគឺជា command ថ្មីដែរ command ហ្នឹងគឺយើងត្រូវចុច copy ជាមួយនឹង file នៅ file ដែលយើងមានតែម្ដងនេះចឹងដំបូងគឺខ្ញុំវាយជាមួយនឹងពាក្យថា cp secret .txt ហ្នឹងមកតមកយើងក៏ចង់ copy file ដែរយើងវាយលេខហ្នឹងមកឲ្យ file យើងចង់ copy file 001ហើយអាសញ្ញានេះខ្ញុំមិនដឹងហើយទេប៉ុន្តែអាហ្នឹងគេវាថាចេះអស់នេះចឹងគឺបន្តមកយើងចង់ copy អីថែមទៀតថាឧទាហរណ៍ខ្ញុំចង់ copy 002ចុះអូខេបន្តមកខ្ញុំ slash មកហើយយើងដាក់ហ្នឹងដូចគ្នាតចឹងអាហ្នឹងយើងត្រូវ copy ចង់ copy ប៉ុន្មានក៏បានខ្ញុំសុំតែ copy តែ4ទេចឹងខ្ញុំត្រូវវាយអាហ្នឹងដូចគ្នាទាំងអស់003អូខេហើយដល់នេះគឺ004ខ្ញុំវាយខកគ្នាតាមបិទកន្លែងនេះយើងត្រូវ add ជាមួយនឹង file ទាំង4អញ្ចឹងត្រូវ add វាចូលទាំងអស់ថានេះ001 slash 002 slash អូខេនេះដូចគ្នាអញ្ចឹងត្រូវ001 slash 002 slash 003 slash អូខេអញ្ចឹងឡើយហ្នឹងគឺយើងត្រូវ enter ហ្នឹងវាហើយតែវាយខ្នាតខុសអូខេឥឡូវយើង copy ហើយតមក ដើម្បីដែលយើងមើលវាបានគឺយើងត្រូវវាយជាមួយនឹង command 3អហើយយើងចង់មើលពីណាខ្ញុំមើលពី001ចុះខ្ញុំ enter មកអូខេវាបង្ហាញនៅតម្រងតែយើងវាបង្ហាញជាមួយនឹងតម្រង copy ដែលយើង copy មុនហ្នឹងតែមាន01ដល់04ហ្នឹងអញ្ចឹងវា copy ជាមួយនឹង4 file ហើយវាមានចំណុច9 category directory ឥឡូវនេះខ្ញុំចង់ copy ចំនួនថាទាំងអស់ហ្មងសំដ10ហ្មងអញ្ចឹងត្រូវ void command ដដែលអឺអូខេនេះមកប៉ុន្តែត្រូវ
add វាថែមចំនួន5ទៀតចឹងឧទាហរណ៍ថាកន្លែងនេះខ្ញុំសូមលុបលេខចោលមួយអូខេហើយខ្ញុំចង់ copy ពី5ដល់10ចុះខ្ញុំត្រូវវាយកន្លែងហ្នឹងសំ5ហើយខ្ញុំវាយហ្នឹងមកអូខេតោះមកខ្ញុំសុំ copy ហ្មងអូខេកន្លែងខ្ញុំសុំcopy ដល់កន្លែង10ជាមុនចឹងcopy មកហើយកន្លែងខ្ញុំថែមជាមួយនឹង006ខ្ញុំចង់ចូលវាយ copy ដល់ខ្ញុំមកបាទចឹងនេះដូចគ្នាខ្ញុំវាយ006ហើយ007ហើយ slash មកទៀតមកអូខេអូខេកន្លែងខ្ញុំ slash អូខេខ្ញុំបន្តវាមកអូខេ006 007 008អូខេដូចគ្នាenter time ធ្វើម៉េចឲ្យដល់កូដដែលយើងចង់បានថយធ្វើ009ចឹងធ្វើទៅ19អូខេខ្ញុំ add បន្ថែមនេះ006ដល់0010អូខេចឹងចង់ copy ពី5ដល់10ចឹងយើងត្រូវវាយទៅតាមនឹងទាំងអស់បាទតែប៉ុន្តែអូខេតោះមកយើងត្រូវវាយពាក្យថា enter អូខេគឺចង់វា copy ហើយបន្ទាប់មកយើងត្រូវចង់ចង់មើលវាទៀតតែចង់សុំមើលពី001អញ្ចឹងយើងត្រូវវាយ comment ជាមួយ3 001អាយ៉ា001ហើយបន្ទាប់មកគឺយើងត្រូវវាយពាក្យថាតាមនឹងហើយ enter ហ្នឹងអូខេអញ្ចឹងនេះយើង copy ជាមួយនឹង10 file ដែលយើង copy ពី001នេះពី1ដល់010អញ្ចឹងវាឡើង10 file តែម្ដងហើយវាមាន9 directory ដែរអូខេអញ្ចឹងយើងចូលដល់ comment មួយទៀត comment ថ្មីដូចគ្នាអញ្ចឹង comment ហ្នឹងគឺជា comment ប្រភេទថាដែលថាហ្នឹងវាគឺជាផ្នែកមួយនៃ zip ហើយជាមួយនឹងការ compress file អញ្ចឹងដំបូងគឺយើងចង់វាយមួយចិត្តហើយយើងវាយពាក្យថាមកបន្ទាប់មកយើងត្រូវដកគ្នាដកជាមួយនឹងយើងវាយពាក្យថាអាហ្នឹងវាជាfile ខុសគ្នាតែយើងត្រូវវាយជាមួយនឹង file នេះមុនអញ្ចឹង file ឈ្មោះថា CBF ហើយយើងដាក់ឈ្មោះជាមួយនឹង file អញ្ចឹងឧទាហរណ៍ខ្ញុំដាក់ file ឈ្មោះ sv1.12 ថាចាំមកហើយខ្ញុំចង់ឲ្យវាcopy បង្កើតពី001មកអញ្ចឹងយើង enter មកអូខេអញ្ចឹងវាបង្កើតជាថាហើយតែយើងចង់ copy យើងចង់compress វាជា file មួយទៀតដែលខាតដូចគ្នាអញ្ចឹងហ្នឹងវាជាថាបែបគេហៅថាមកប្រភេទទៀតដែលវាមានឈ្មោះថា HVK HVF បាយខុសតោះមកយើងត្រូវវាយឈ្មោះដូចគ្នាឈ្មោះចុច12ហើយចុចថាមកបន្ទាប់មកយើងត្រូវវាយជាមួយនឹងអឺដូចហើយបន្ទាប់មកយើងត្រូវ enter មកវាចូលជាមួយនឹង001ស្រាប់ហើយអូខេអញ្ចឹងវាបានហើយហើយបន្ទាប់មកយើងត្រូវបង្កើតជា file មួយទៀតfile ហ្នឹងវាគឺជា file ដែលសម្រាប់ដែលយើងបង្កើតវាដើម្បីយើងអាចអឺ zip វាចូលទាំងអស់ហ្មង zip វាមក folder ចូលទាំងអស់ហ្មងអញ្ចឹងដំបូងយើងត្រូវវាយពាក្យថា cz vs ហើយឈ្មោះ folder របស់យើងថាហើយ gz តោះមកខ្ញុំវាយឈ្មោះប្រទេសដែលឈ្មោះអាហ្នឹងគឺជាថាដែរអឺតែជំនួយពីជិតថាគ្នាអញ្ចឹងអូខេមកអូខេយើងបានជាfile ថាហើយតោះមក
យើងចង់មើលវិញយើងថាទៅ PLS ចឹងយើងមានពីរចឹងយើងមានជាមួយនឹងពីរ file ដែល file ថាទី1គឺ0.2ហើយទី2គឺថាមកតែ10ជាមួយនឹង Jesus ចឹងខ្ញុំសុំlog ចូលជាមួយនឹង CD ជាមួយនឹងចូលជាមួយនឹង comment មកទៀតតែអាហ្នឹងគឺជាថាដែរប៉ុន្តែយើងមើលវាជា exit VF ដែលយើងលើមុនហ្នឹងបន្តិចហ្នឹងអញ្ចឹងវាមានដូចជាពាក្យថា SP1.2 ដែលយើងបង្កើតមុនហ្នឹង Jesus ដូចគ្នាប៉ុន្តែមកយើង enter មកអូខេតមកយើងត្រូវ install ជាមួយនឹង zip អញ្ចឹងzip ហ្នឹងវាដូចតែសារដូចតែថាតែនេះវាត្រូវវាឈ្មោះវា zip ចឹងមកអញ្ចឹងវាមាន command នេះតែ command វាមានដូចជា sudo apt យើងត្រូវ install ជាមួយនឹង zip នឹងសិនចឹងយើងវាយ install zip ហើយយើងចុចប៊ិចថាដក y មកแล้วก็ឲ្យវា yes ហើយអូខេយើងវាយជាមួយនឹង password របស់យើងមកអូខេមកគឺវាហើយបាទហើយវា install ហើយរយៈពេលខ្លីអញ្ចឹងទៅវាថប់ប្រហែលជាបានទីអីអត់ដល់បានទីហើយបាទអូខេអញ្ចឹងយើងត្រូវមើលជាមួយនឹង comment ហ្នឹងចឹងទៅបន្ទាប់មកពេលយើង install ហើយគឺយើងត្រូវ zip វាទាំងអស់ហ្នឹងជា file តាមខ្ញុំវាយពាក្យ comment ថា zip ដកជាមួយនឹង v មកអឺក្រុមរបស់ខ្ញុំឈ្មោះខ្ញុំ zip ហ្នឹងគឺ S1.12 ចុច zip ចុច zip ហើយជាមួយនឹងខ្ញុំចង់ zip ជាមួយនឹង file 001អូខេយើង enter មកគឺវាហើយហើយប្រហែលយើងចង់យើងចង់មើលវិញធ្វើ VPLS អញ្ចឹងងាយបាទយើងមាន file ចំនួនថា2ជាមួយនឹង file zip 1បន្ទាប់មកខ្ញុំសុំមើលជា file រួមហ្មងអញ្ចឹងខ្ញុំ VPLS .lh មកវាបង្ហាញមកហើយអញ្ចឹងនេះជា folder និង file ដែលយើងបានបង្កើតជាមួយនឹង zip វាមុនហ្នឹងទាំងអស់អញ្ចឹងនេះគឺជា file ដែល S1.2 ដែលខ្ញុំបង្កើតមុនហ្នឹងអញ្ចឹងតទៀតយើងត្រូវវាយជាមួយនឹង comment អឺ comment មួយទៀតដែល comment ថ្មីហ្នឹងគឺដែលយើងត្រូវ unzip ជាមួយនឹង file ដែលយើងបង្កើតទាំងអស់ហ្នឹងអញ្ចឹងយើងត្រូវវាយជាមួយនឹង file unzip ជាមួយនឹងខ្ញុំបាច់ខលទេ unzip .rv បន្ទាប់មកចាំតិចអូខេចាំដំបូងយើងត្រូវវាយ command ជាមួយនឹង unzip .rv បន្ទាប់មកយើងត្រូវ copy ដែល zip មិនណាដែលយើងមានចឹងហើយខ្ញុំចង់ unzip អានេះមកចង់ខ្ញុំ copy វាមកយើង hash មកបន្តមកយើងត្រូវយើងត្រូវ enter វាមកអូខេអញ្ចឹងវា unzip បែបយ៉ាសុំតោះគ្នាខ្ញុំវាយខុសចាំមិនចាំមកនេះខ្ញុំវាយ upzip ខ្ញុំវាយ unzip ទៅអូខេយើង enter មកអញ្ចឹងវាជាមួយវាត្រូវបាន unzip ហើយអញ្ចឹងតទៀតដូចជាចិត្តអស់ហើយអ្នកគ្នាអញ្ចឹងcommand ដែលខ្ញុំមានមួយទៀត command ហ្នឹងគឺវា unzip តែ unzip នៅទាំងអស់ទាំង10អញ្ចឹងខ្ញុំវាយតែ unzip តាមតែខ្ញុំវាយដក v តែតោះមកយើង enter មកវាវាចេញមកនៅ archive នៅcompress file ដែលយើង zip នៅដល់ដែលយើង unzip វានៅ compress ហ្នឹងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំអរគុណអ្នកនរគ្នាអរគុណស្វាគមន៍តាមដានសួស្តីគ្រូសួស្តីអ្នកនរគ្នាខ្ញុំមកជួបអមរាវិទ្យថ្ងៃនេះគឺខ្ញុំនិយាយអំពីការដែល Linux user management អញ្ចឹងដំបូងឡើយនេះយើងត្រូវចូលSSH វាមកបន្ទាប់មកយើងត្រូវវាយជាមួយនឹងឈ្មោះយើងហើយជាមួយនឹងIP របស់យើងហើយបានវា web password មកតមកយើងត្រូវចូលដល់នេះហើយយើងសួរវាទៅ who am I ថាយើងជាណាគេអូខេយើងសួរលេខជា PWD មកដែលយើងត្រូវនៅhome page អញ្ចឹងដំបូងឡើយគឺវាមានអឺ user មួយឈ្មោះថាsimple user add អញ្ចឹងអាហ្នឹងវាគឺជាការដែល add user ថ្មីអញ្ចឹង
ធ្វើໄວជាមួយនឹង command sudo user add ហើយនេះ user add ហើយជាមួយនឹងចុះបង្កើតឈ្មោះនេះបង្កើតឈ្មោះ syntax ចុះហើយខ្ញុំវាយ password មកអូខេប្រើហើយបន្តមកបើយើងចង់មើលវាយើងត្រូវវាយ ls ហើយដក home អូខេបន្តមកយើងត្រូវវាយជាមួយនឹងអឺ command ទៀតដែល command ហ្នឹងគឺ list ជាមួយនឹង user យើងចឹង command មានឈ្មោះថា cat តគ្នា etc slash pass wd តមកយើងធ្វើមកនេះអញ្ចឹងនេះគឺជា file syntax ដែលយើងបង្កើតមកហ្នឹងហើយ file នេះគឺជា file ចាស់ៗដែលយើងបង្កើតពីមុនហើយជាខំនេះគឺយើងត្រូវបង្កើតមុននឹងបានមិញហ្នឹងបន្ទាប់មកយើងត្រូវdelete user ប៉ុន្តែអាហ្នឹងដូចជា command មួយទៀតចាំតិចសំតែតាមពិតដំបូងគឺវាយើងត្រូវមាន command ទៀតតែ command ហ្នឹងគឺត្រូវ create ជាមួយនឹង home directory អញ្ចឹង command ហ្នឹងគឺស្តៀងទៅនឹងuser ដែរវាមាន sudo user add ហើយបន្តមកគឺយើងត្រូវថែម .m នេះ .m ហើយយើងត្រូវវាយឈ្មោះ user យើងចង់ខ្ញុំវាយឈ្មោះ syntax ដែរអូខេអញ្ចឹងវាមានហើយតោះមកខ្ញុំវាយឈ្មោះផ្សេងវាយឈ្មោះ syntax មួយពីរចុះអូខេតមកខ្ញុំចង់មើល ls វាមក ls ដកគ្នា home មក slash មកអូខេនេះទៅមកហើយ syntax.py អាហ្នឹងគឺជា file បាត់ directory ដូចគ្នាតមកយើងត្រូវនេះអានេះគឺជា file directory យើងឈ្មោះយើងហ្នឹងតមកយើងត្រូវវាយជាមួយនឹងអឺ command មួយទៀតដែល command ហ្នឹងត្រូវ delete ជាមួយនឹង home directory អញ្ចឹង command ហ្នឹងវាមានដូចជាយើងត្រូវវាយថា sudo user ចាំ sudo rm ហ្នឹងមកថា remove ដកតមក rvf ហើយត្រូវដកគ្នាហើយ slash home slash ជាមួយនឹង syntax 12យើងនេះវាពីថាអូខេមកគឺវា delete ហើយតែគឺវា remove តែពាក់ព័ន្ធជាមួយ file 12នោះហើយតមកបើយើងចង់មើលជាមួយនឹងls វិញយើងវាយ ls .home មកឃើញថាគេវាបាន remove ហើយតិចអញ្ចឹងយើងចូលដល់ command ថ្មីតែ command ហ្នឹងcommand list អញ្ចឹងបើថាយើង list ជាមួយនឹងពាក់ព័ន្ធជាមួយនឹងអីតែមិនដូចជាវាយហើយ command ហ្នឹង command ហ្នឹងដូចជាយើងត្រូវវាយ cat etc ហើយយើងវាយជាមួយនឹង home home ខ្ញុំ check អឺ pass wd ខ្ញុំ check មើលវាសម័យមកអូខេអញ្ចឹងវាធម្មតាទេប៉ុន្តែយើងលុបតា directory វាទេគឺស្ទីត12ហ្នឹងតមកយើងត្រូវវាយជាមួយនឹងcommand មួយទៀត command ហ្នឹងយើងត្រូវបង្កើត sudo ដែរ sudo user del syntax command ហ្នឹងបានថាយើងត្រូវ remove ជាមួយនឹង user ដែលយើងបង្កើតអញ្ចឹងយើងអូខេមកហើយបើយើងចង់មើលថាវាបាត់ឬនៅយើងមើលcat មកអូខេវា remove ហើយនេះខ្ញុំ check នៅស្មី11 2អូខេមកហើយយើងត្រូវមើល syntax មកអូខេគឺអញ្ចឹងគឺវា remove ហើយវាមាន command មួយទៀត command ហ្នឹងដែល command ហ្នឹងបានថាយើងបង្កើតជាមួយនឹង shell ទៅ user របស់យើងឈ្មោះអីឈ្មោះទៅអញ្ចឹង command ហ្នឹងវាមានដូចជាsudo user add ដូចគ្នាតមកយើងត្រូវដកគ្នាដក m នេះដក m ហើយដកជាមួយនឹង s ហើយដក s ដក slash bin slash មួយទៀតមកគឺខ្ញុំដាក់វាជាបាសហើយការឈ្មោះយើងចង់បង្កើត syntax ទៅ
chắc là biên bảnហ្នឹងtụi nó mới biên này phải như các bạn làm bây giờ bia cho tôi cũng chụp bà học tôi nhưng ok mà ok tụi nó như trong mơ với thử ls bia ấy slash home slash máu yeah call it slash máu yeah mà vậy ta nó dương dương một cái mà nó viện mình bà ta lấy dương thời time bà bị được chắc là mà tốt nhưng thời mơ chỉ mồi là cat té thay viên là nó nhưng mơ gì mà ok viên bên ấy viên bên bên bà ấy sự tỉnh tao mới trên thâu đó rồi comment mới tiết comment nó mà nên tha dân thời delete delete with me chắc như thời delete sự tại nó sudo user del user del là del hai tao mới trên thời quay xuống đó sự tỉnh chắc nhân lúc bây giờ trong mới dưới là LSP mười mới không một chữ mới ok việc trong bắt tay tay bằng tay bây giờ dân mơ cái này cat lúc đầu tiết cứ biết bạn bạn đấy chẳng biết lúc tái để biết lúc tái cái lẻn user đấy bây giờ trong lúc semua là món những thời quay cho mồi nè mà thế thì mình cứ sự đúng ấm đó OBF hay giờ đọc này slash home máu slash cho mồi nè smoke cho bao giờ smoke stick nè hay giờ ok inter máu cứ biết lúc cho mồi nè directory cái tại các bạn sẽ cho ai và tổ máu dương mơ với em lòng tiếp tha nó bật trên đấy như ls home đọc này home máu ok bị bật vào đấy vì bạn bạn ấy tận máu dân thử quay của mình mấy mấy thiệt của mình nó dân thử ờ, các cái user thì mình ở bên lươn trên muốn chắc dân bay cho mình là mình siêu đú add user xí tịch được chưa chấm thế ok enter máu hai cái này new passport này được chia dân thử quay chẳng tị ok chắc là nó cứ dân thử tìm tiền đã passport cho như vậy gọi gì máu passport dân mà các bạn thấy hay dân quay sao mấy mới mình confirm viết ok chắc semua ini thử đã semua giờ name rồi dẫn cho chúng ta C Tech Institute máu tọt máu Inter máu room number dẫn quay nhưng đã lên mà bán này nhưng đã ghi chắc vợ number đã bên đã các bạn đấy nè hôm number có những bạn đấy đã có những bạn đấy không skip máu thấy yes máu cái số tha nó thở như tạm vice máu ok máu Inter mà tọt máu Dương Summer tuần này đang phải mấy thử LS Home được nhé. Ok. Dương, bởi vì trong switch tới user nó thử quay chỉ mùi nè SU hay chỉ mùi nè xịt tịch. Nó SU mà thay switch user đó, nhưng switch tới user là do các bạn nói dương intern đó. Hay trong vài passport là dương các mình máu. Ok, dương châu đó user là do các mình bằng hai. Trong bởi dương trong mơ bởi trong mơ bởi dương trong châu chỉ mùi nè file á thử quay chỉ mùi CD đọc này home slash máu xịt tịch máu hai bán slash ok máu hai bị trên trong mơ thai dưới cho user ná dưới thời quay thá hú em ai ok nhưng cho nó file user xịt tịch tờ máu nhưng thời quay của nó PWD tiết tại dân mơ thai với nơi nơi cái lạnh ná ok nó home hái tờ máu đôi chỉ bởi dưới trong exit nhưng còn là quay beta exit máu
យើងចេញពី user ដែលយើងបង្កើតបណ្ណាហើយតោះមកខ្ញុំសុំវាយUML ម្ដងទៀតអូខេនេះឈ្មោះដើមខ្ញុំបន្តមកខ្ញុំសុំវាយជាមួយនឹង PWD មួយទៀតខាងនៅណាអូខេនៅ home ដែរអញ្ចឹងហើយមានតែដល់ទេអ្នកនេះសូមអរគុណសម្រាប់